លោកផៃវណ្ណៈបាននិយាយចំបែបនេះទៅកាន់អុកញ៉ាអឹមកំហុងក្រោយពីអុកញ៉ាអឹមកំហុងបាននិយាយពាក្យទាំងនេះនៅលើបណ្ដាញសង្គម Facebook ហើយនៅក្នុងនោះផងដែរលោកផៃវណ្ណៈក៏បាននិយាយតបទៅលោកអុកញ៉ាអឹមកំហុងចំបែបនេះថាអុកញ៉ាអឹមកំហុងមេត្តាអាណិតដល់ថ្នាក់ដឹកនាំដែលខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយកម្ដៅរហូតឈានដល់បានកិច្ចព្រមព្រៀងសន្តិភាពផងជាពិសេសសូមមេត្តាកាត់ដល់សុវត្ថិភាពវរៈកងទ័ព18នាក់របស់យើងផងដែលកំពុងតែនៅក្នុងដៃគេបើប្អូនអុកញ៉ាប្រើ Facebook ជេរដៀលគេរហូតតើប្អូនអុកញ៉ាបានចំណេញអ្វីខ្លះសម្បីតែកិច្ចព្រមព្រៀងសន្តិភាពចំណុចទី3ក៏បានចែងអំពីការជេរប្រមាថលាបពណ៌ញុះញង់នេះដែរឈប់បានឈប់ទៅអន្តរថ្នាក់ដឹកនាំអាណិតកងទ័ពជួរមុខនគរបាលជួរមុខនិងប្រជាពលរដ្ឋតាមព្រំដែនផងអុកញ៉ាមានលុយមិនស្គាល់ពាក្យថាវេទនាបែបណាទេកុំឈួតនឹង like កុំឈួតនឹង share និង comment ពេកសូមបញ្ជាក់ផងដែរថានេះគឺជាសំណេររបស់លោកផៃវណ្ណៈដែលលោកផៃវណ្ណៈបានឃើញអុកញ៉ាអឹមកំហុងបានផុសសំណេរនៅលើបណ្ដាញសង្គមដោយលោកអុកញ៉ាអឹមកំហុងបានសរសេរថា91ថ្ងៃហើយដែលចៅសៀមចាប់វរៈកងទ័ពយើងទាំង18នាក់បាទនេះគឺជាការសរសេររបស់លោកអុកញ៉ាអឹមកំហុងដែលថាប្រទេសថៃនឹងចាប់វរៈកងទ័ពយើងទាំង18នាក់មកគិតទល់នឹងពេលនេះគឺ91ថ្ងៃហើយហើយនៅក្នុងនោះលោកផៃវណ្ណៈក៏បានចូលទៅ comment បាននិយាយចំទៅកាន់អុកញ៉ាអឹមកំហុងថាអុកញ៉ាអឹមកំហុងនឹងមិនបានជួយជាតិមិនបានជួយរដ្ឋាភិបាលទេសូមមេត្តាបញ្ឈប់ពាក្យជេរប្រមាថទៅទៀតទម្រាំបានស្ថានភាពត្រឡប់មកស្ងប់ស្ងាត់វិញថ្នាក់ដឹកនាំរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងខ្លាំងណាស់សូមប្អូនអុកញ៉ាយល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលផងពាក្យថាចៅសៀមនេះមិនគូប្រើតទៅទៀតនោះទេជាពិសេសវីរៈកងទ័ព18នាក់មិនទាន់មកទឹកដីខ្មែរផងប្អូនជេរគេរហូតតើចំណេញអ្វីនេះគឺជាការឆ្លើយតបទៅអុកញ៉ាអឹមកំហុងរបស់លោកផៃវណ្ណៈដោយលោកផៃវណ្ណៈនិយាយចំពាក្យទាំងនេះទៅកាន់អុកញ៉ាអឹមកំហុងក្រោយពីអុកញ៉ាអឹមកំហុងpost status ថាកងទ័ពរបស់យើងទាំង18នាក់ហ្នឹងស៊ីមមិនទាន់ដោះលែងមកវិញទេចឹងរឿងរ៉ាវនេះដែរបងប្អូនដឹងហើយថាកងទ័ពរបស់យើងទាំង18នាក់ត្រូវកងទ័ពស៊ីមចាប់ទៅកាលពីប្រហែលខែមុនជុំវិញចំនួនរវាងព្រំដែនកម្ពុជានិងថៃហើយគិតមកទល់ពេលនេះគឺថៃមិនទាន់ដោះលែងវីរៈកងទ័ពរបស់យើងទាំង18នាក់នោះទេបងប្អូនអរគ្នាចឹងបងប្អូនអរគ្នាមានមតិយោបល់យ៉ាងណាជុំវិញសរសេរសំណេររបស់អុកញ៉ាអឹមកំហុងដែលថាកងទ័ពទាំង18នាក់ត្រូវបានសៀមចាប់ទៅនោះមិនទាន់ដោះលែងវិញទេប៉ុន្តែលោកផៃវណ្ណៈលែងឲ្យសរសេរពាក្យបែបនេះនៅលើបណ្ដាញសង្គម Facebook ទៀតហើយបងប្អូនអរគ្នាដោយសារតែលោកផៃវណ្ណៈគិតថាมันគូសរសេរពាក្យទាំងអស់នេះនៅលើបណ្ដាញសង្គមទីទេគួរតែបញ្ឈប់សរសេរពាក្យទាំងនេះចឹងបងប្អូនអរគ្នាកុំភ្លេច comment ជាការបញ្ចេញមតិនិងការយកឃើញនៅខាងក្រោមវីដេអូនេះទាំងអស់គ្នាហើយកុំភ្លេចជួយ share ក៏ដូចជា comment នៅខាងក្រោមវីដេអូនេះផងសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូថ្មីក្រោយទៀត